ដឹងខ្ញុំទៅក្រសួងអប់រំដឹងខ្ញុំទៅរដ្ឋមន្ត្រីក្រសួងអប់រំពីបទដែលខ្ញុំបង្រៀនអក្សរសាស្ត្ររួចហើយគាត់ថាអត់មាននៅក្នុងវចនានុក្រមដឹងទៅរដ្ឋមន្ត្រីគាត់ដឹងទៅក្រសួងគាត់ដឹងទៅព្រះសង្ឃមើលនៅក្នុងមែនសែនហ្នឹងប៉ុន្តែខ្ញុំមិនដឹងថាគាត់ជាមនុស្សស្រីឬក៏ជាមនុស្សប្រុសទេគ្រាន់តែរូបថតនៅក្នុង Facebook របស់គាត់គឺជាមនុស្សស្រីបើសិនជាចង់ប្តឹងខ្ញុំហើយមិនចាំបាច់ត្រឹមតែមែនសិនទេសរសេរលិខិតពាក្យប្តឹងដាក់ទៅរដ្ឋមន្ត្រីដាក់ទៅក្រសួងតែម្ដងទៅឬក៏ដាក់ទៅតុលាការប្តឹងខ្ញុំតែម្ដងទៅចាំបាច់ត្រឹមតែមែនសិនទេសេពាក្យប្តឹងតែម្ដងទៅហើយគេចង់ប្តឹងខ្ញុំហ្នឹងគឺលើពាក្យមួយណាកាលនៅក្នុងវីដេអូមុនខ្ញុំបង្រៀនអំពីពាក្យថាក្រៀមភាសាជាមួយនឹងពាក្យថាក្រៀមភាសាកចង្រោស្រ៊ីដាក់មកក្រៀមរួចហើយគាត់ថាវចនានុក្រមមានពាក្យក្រៀមនេះដោយឡែកពាក្យក្រៀមភាសានេះអត់មានទេគាត់ថាខ្ញុំនៅពងពួកពលរដ្ឋថាស្អីចឹងនេះគេចង់ឲ្យក្រសួងចាត់ការខ្ញុំចង់សួរថាតើការបង្រៀនវាមានតោសមែនខ្ញុំចែកចាយផ្នត់គំនិតវាខុសមែនចែកចាយបង្រៀនអក្សរសាស្ត្រនឹងវាមានតោសមែនចង់ឲ្យខ្ញុំនឹងផ្សព្វផ្សាយស្រាបៀមែនផ្សព្វផ្សាយស្រាបៀបានអត់មានតោសមែនឬមួយក៏ផ្សព្វផ្សាយលបែងអនឡាញទៅត្រូវចិត្តរបស់អ្នកមែនទេបង្រៀនអក្សរពន្យល់អក្សរខ្លួនឯងស្ដាប់ពាក្យមិនយល់មិនដឹងពាក្យនឹងមានន័យយ៉ាងម៉េចបែរជាចោទគេថាគេពង្វក់ថាគេពង្វាន់ថាគេធ្វើឲ្យវង្វេងមានចឹងដែរណ៎បងប្អូនមានចឹងដែរការបង្រៀនខ្លួនឯងស្ដាប់អត់យល់ខ្លួនឯងអត់ដឹងបែរជាចោទគេឥឡូវគាត់ចង់ប្តឹងខ្ញុំនេះពីពាក្យនេះហើយខ្ញុំបញ្ជាក់ហើយបើចង់ប្តឹងមិនបាច់ត្រឹមតែ mention ទេព្រោះ mention ហ្នឹងវាធ្វើឲ្យ page ខ្ញុំកាន់តែ scroll ឡើងកាន់តែធំឡើងឯងបើចង់ប្តឹងខ្ញុំហ្មងសរសេរលិខិតប្តឹងផ្លូវការរមេធាវីរអីដាក់ប្តឹងតាមប្រព័ន្ធច្បាប់តែហ្មងទៅណាថាខ្ញុំនឹងបង្រៀនបង្ខូចស្អីចេះតែចោតតាមចិត្តទៅអញ្ជើញប្តឹងទៅហើយបើប្តឹងពាក្យថាក្រៀមនេះវាអត់មាននៅក្នុងវចនានុក្រមចុះមិនព្រមប្តឹងពាក្យថាអរិយប្រទេសមួយទៀតទៅពាក្យអរិយប្រទេសនេះមាននៅក្នុងវចនានុក្រមណានេះហើយខ្ញុំបោះពុំជាសិភៅផ្សាយលក់ជាង1ឆ្នាំនេះហើយមិនក៏មិនព្រមប្តឹងដែរមកប្តឹងថាអរិយប្រទេសនេះវាអត់មាននៅក្នុងវចនានុក្រមទេហើយមិនក៏មិនព្រមប្តឹងដែរទៅវចនានុក្រមពាក្យអរិយមានពាក្យប្រទេសមានណាអរិយបុគ្គលមានអរិយសច្ចៈមានហើយចំណែកពាក្យថាអរិយប្រទេសនេះអត់មាននៅក្នុងវចនានុក្រមទេមិនក៏មិនប្តឹងដែរទៅចំណែកពាក្យក្រៀមនេះពាក្យក្រៀមនេះមាននៅក្នុងវចនានុក្រមហើយចំណែកភាសានេះក៏មាននៅក្នុងវចនានុក្រមដែរដល់ពេលពាក្យថាក្រៀមភាសាវាអត់មាននៅក្នុងវចនានុក្រមទេអញ្ចឹងបើចង់ប្តឹងយកទាំងពីរនឹងទៅប្តឹងតែហ្មងទៅព្រោះអាពីរនឹងអត់មាននៅក្នុងវចនានុក្រមដែរណាដាក់ប្តឹងទាំងពីរនឹងទៅឥឡូវសូមយល់ឲ្យច្បាស់អំពីអត្ថន័យនៃពាក្យថាក្រៀមភាសានេះពាក្យក្រៀមភាសាមិនមែនដូចអ្វីដែលបងប្អូនគិតទេណាវាមានន័យជ្រៅណាស់បងប្អូនមើលអត់ដល់ទេឥឡូវខ្ញុំពន្យល់ឲ្យពិចារណាមួយទៅពាក្យក្រៀមភាសានេះណាវាធំជាងពាក្យក្រៀមភាសាឆ្ងាយណាក្រៀមភាសាវាមានន័យថាជាភាសាតំបន់ភាសាភូមិភាគភាសាអ្នកស្រុកតាមផ្នែកតំបន់មួយក៏ប៉ុន្តែក្រៀមភាសានេះគឺមានន័យជ្រៅណាស់កម្រិតរបស់វាគឺស្មើនឹងមូលដ្ឋានគ្រឹះដែលមិនអាចផ្លាស់ប្ដូរបានអាហ្នឹងសូមយល់ឲ្យច្បាស់ក្រៀមភាសានេះគឺជាភាសាទម្លាប់ដែលមិនអាចផ្លាស់ប្ដូរបានមិនអាចកែប្រែបានទេទោះបីជាស្លាប់ក៏មិនអាចកែប្រែបានដែរក្រៀមភាសាគឺអញ្ចឹងមិនត្រឹមតែក្រៀមភាសាទេក្រៀមជនជាតិក៏មិនអាចកែប្រែបានដែរពាក្យថាក្រៀមហ្នឹងណាបងប្អូនតែងតែគិតទៅលើពាក្យថាស្វិតសជើងវស្រែដាក់តពាក្យថាស្វិតពាក្យថាស្រពោនដូចជាត្រីងៀតហាលទៅគឺស្វិតឡើងកំពិតពិតអាហ្នឹងបងប្អូនហៅថាក្រៀមដូចជាស្លឹកឈើស្រពោនខ្ញាប់ឡើងខ្លោចកញ្ញងញងអាហ្នឹងបងប្អូនហៅថាក្រៀមប៉ុន្តែអត្ថន័យក្រៀមផ្សេងទៀតបងប្អូនអត់យល់ទេក្រៀមដែលខ្ញុំនិយាយហ្នឹងក៏វាមានន័យលក្ខណៈស្រដៀងប្រហាក់ប្រហែលនឹងពាក្យថាស្វិតពាក្យថាស្រពោនពាក្យថាត្រីងៀតត្រីឆ្អើហ្នឹងដូចគ្នាក៏ប៉ុន្តែអ្វីដែលខ្ញុំនិយាយមិនមែនក្រៀមបែបហ្នឹងទេក្រៀមនេះមានន័យថាកែមិនបានផ្លាស់ប្ដូរទម្រង់មិនបានទេមូលដ្ឋានយ៉ាងម៉េចហើយគឺអញ្ចឹងអាហ្នឹងគឺក្រៀមមិនអាចកែបានទេណាបងប្អូនធ្លាប់លើពាក្យថាត្រីងៀតឆ្លៀតពងហ៎មានន័យថាទោះបីដល់កម្រិតណាហើយក៏វានៅតែអាចក្រឡាប់ចាក់ក៏វាអាចនៅតែរស់ឡើងវិញបានដែរប៉ុន្តែការពិតវាមិនមែនចុងទេណាពាក្យក្រៀមគឺមិនអាចកែប្រែបានទេ
មិនអាចកែប្រែបានទេគឺរក្សានៅទម្រង់ដើមវាយ៉ាងជាក់លាក់តែម្ដងអត់កែប្រែបានជាដាច់ខាតណាឥឡូវមើលមកអត្ថន័យនៃពាក្យថាក្រៀមនេះខ្ញុំយកពាក្យតែ3មកនិយាយទេនៅក្នុងប្រព័ន្ធឆាតបតវាមានច្រើនជាង3ខ្ញុំយកតែ3មកពន្យល់បងប្អូនទេមានទី1គឺទុំលាប់ហើយទី2គឺពាក្យថាប្រពៃណីហើយទី3នោះគឺក្រៀមណាបងប្អូនមើលឲ្យច្បាស់ក្រៀមនេះមិនមែនជាក្រៀមលក្ខណៈនៃត្រីងៀតហាលស្លឹកឈើក្រៀមនោះទេក្រៀមនេះគឺមានន័យថាទម្លាប់คล้ายទៅជាប្រពៃណីคล้ายទៅជាក្រៀមនេះមានន័យថាកែមិនបានទេបែបម៉េចហើយគឺបែបហ្នឹងហើយឧទាហរណ៍ទម្លាប់រស់នៅរបស់បងប្អូនគឺតែងតែស្លៀកពាក់ខោអាវឥឡូវគេសាឲ្យបងប្អូនឈប់ពាក់ខោអាវមើលឲ្យបងប្អូនស្លៀកសរងមើលតាមទំនៀមទម្លាប់ផ្សេងមើលឧបមាថាស្លៀកពាក់តាមបែបអ៊ីស្លាមឃ្លុំមុខចិត្តមើលដែលមិនមែនជាទម្លាប់របស់បងប្អូនតែបងប្អូនធ្វើបានទេបងប្អូនធ្វើយ៉ាងច្រើនណាស់បាន1ថ្ងៃ2ថ្ងៃ3 4ថ្ងៃបងប្អូនវិលមកទម្លាប់ដើមវិញហើយអាហ្នឹងហើយគេហៅថាក្រៀមហ្នឹងគឺមិនអាចកែប្រែទម្លាប់របស់បងប្អូនបានទេទម្លាប់របស់បងប្អូននិយាយបែបម៉េចតង់របស់បងប្អូននិយាយបែបម៉េចបងប្អូននៅតែនិយាយអញ្ចឹងសំនៀងរបស់ខ្មែរទោះបីជាទៅនិយាយភាសាផ្សេងក៏ដោយក៏នៅតែស្ដាប់មកតែអានេះសំនៀងវាដូចជាខ្មែរទេហ៎ដូចពេលខ្ញុំនិយាយអញ្ចឹងមានអ្នកបងប្អូនខ្លះទេអូនឯងអ្នកសៀមរាបមិនមែនស្ដាប់ទៅដូចអ្នកសៀមរាបអញ្ចឹងហេតុអីក៏គាត់សួរអញ្ចឹងដោយសារគាត់ឮសូរសំនៀងហ្នឹងគាត់យល់ថាសំនៀងហ្នឹងជាសំនៀងសៀមរាបហើយមានអ្នកខ្លះអូនបងស្ដាប់អូនឯងនិយាយយូរទៅដូចអ្នកតកែវតែអូនឯងនៅតកែវមែនបាទនៅតកែវមែនតាឃើញនៅអាហ្នឹងហើយដែលគេហៅថាក្រៀមភាសាហ្នឹងគឺវាជាតង់វាជាទំនាញសូរវាជាលក្ខណៈអត្តសញ្ញាណដើមរបស់គេគ្រាន់តែគេស្ដាប់ទៅគេដឹងថាអូយអាមួយនេះនៅតកែវតានិយាយហ្នឹងនិយាយតង់តកែវហ្មងឃើញណាអាហ្នឹងហើយគេលក្ខណៈថាក្រៀមភាសាហ្នឹងគឺវាអញ្ចឹងវាអត់ដូចក្រៀមណាខុសគ្នាឆ្ងាយណាសូមយល់ឲ្យច្បាស់ឧបមាថាជនជាតិខ្មែរយើងប្រពៃណីខ្មែរយើងធ្លាប់រស់នៅរបៀបម៉េចយើងធ្លាប់ធ្វើបែបម៉េចតាំងពីតូចដល់ធំដល់ពេលយើងទៅនៅស្រុកបរទេសឧបមាថាយើងទៅនៅអាមេរិកយើងមានប្រពៃណីយើងមានទំនៀមទម្លាប់របស់យើងតាំងពីដូនតារបស់យើងណាមិនត្រឹមតែទម្លាប់ទេអាទម្លាប់នឹងคล้ายទៅជាប្រពៃណីคล้ายទៅជាក្រៀមដល់ពេលទៅរស់នៅបរទេសអញ្ចឹងទម្លាប់យើងបែបម៉េចប្រពៃណីយើងបែបម៉េចក្រៀមរបស់យើងបែបម៉េចគឺយើងតែងតែយកអាលក្ខណៈហ្នឹងទៅបង្ហាញគេទោះបីជាយើងអត់បង្ហាញដោយសុចតិចិត្តក៏ដោយក៏អត្តសញ្ញាណហ្នឹងវាបង្ហាញដែរវាបង្ហាញចេញមកឧបមាដូចយើងដើរទៅគេគាត់អានេះស្បែកសម្បុររបស់វាគឺពួកអាស៊ីហ្មងគ្រាន់តែឃើញស្បែកគ្រាន់តែឃើញមុខឃើញពណ៌សម្បុរគេសន្និដ្ឋានថាអាហ្នឹងពួកអាស៊ីឃើញណាអាហ្នឹងក្រៀមហ្នឹងវិញអញ្ចឹងដូចជាបារាំងដូចជាជនជាតិស្បែកសនៅពេលដែលយើងឃើញមកអាហ្នឹងពួកអឺរ៉ុបហ្មងហេតុអីក៏យើងសន្និដ្ឋានគេថាគេពួកអឺរ៉ុបដោយសារតែយើងសំអាងទៅលើស្បែករបស់គេសំអាងទៅលើមុខមាត់របស់គេសំអាងទៅលើអត្តសញ្ញាណរបស់គេដែលយើងមើលឃើញហ្នឹងអាលក្ខណៈអត្តសញ្ញាណរបស់គេហ្នឹងអាហ្នឹងគឺក្រៀមនេះក្រៀមណាមិនអាចកែបានទេគ្រាន់តែចេញមកឃើញមកឧបមាថាពួកព្រិចពួកគាត់ស្បែកខ្មៅគ្រាន់តែឃើញគាត់មកឃើញស្បែកឃើញសក់គាត់ម្នាក់ហ្នឹងគឺមកពីអាព្រិចមកយើងមិនទាន់បានសួរគេមិនទាន់បាននិយាយជាមួយគេថាបងមកពីប្រទេសណាផងយើងសន្និដ្ឋានបាត់ហើយថាគេហ្នឹងគឺជនជាតិអាព្រិកមកពីតំបន់អាព្រិកបាត់ដោយសារអីដោយសារតែយើងស្គាល់នៅអត្តសញ្ញាណរបស់គេក្រៀមរបស់គេនេះក្រៀមហ្នឹងវាស្មើនឹងពាក្យថាអត្តសញ្ញាណដែលមិនអាចផ្លាស់ប្ដូរបានទេសូមយល់ឲ្យច្បាស់ណាក្រៀមមិនមែនដូចក្រៀមត្រីងៀតត្រីឆ្អើហ្នឹងទេអត្តន័យវាជ្រូណាធំណាសូមមើលឲ្យយល់ឲ្យច្បាស់ទៅអ្វីដែលខ្ញុំនិយាយគឺក្រៀមមិនមែនក្រៀមទេសូមយល់ឲ្យច្បាស់ណាគ្រាន់តែខ្ញុំឃើញ comment ហ្នឹងមកខ្ញុំមានអារម្មណ៍ថាដូចជាចង់អស់សំណើចបន្តិចជាពិសេសត្រង់កន្លែងដែលគាត់មិនដឹងថាខ្ញុំនិយាយអំពីអ្វីអត់ដឹងខ្លឹមសារដែលខ្ញុំនិយាយដល់ពេលអត់ដឹងបែរទៅជាចោទខ្ញុំនិយាយអញ្ចឹងនឹកឃើញរឿងមួយដូចជារឿងលោក Christophe Colomb
កាលនោះទស្សនៈរបស់មនុស្សពិភពលោកទាំងមូលគេយល់ថាផែនដីមានរាងសំប៉ែតដល់ពេលលោកគ្រីស្តុបកូឡុំនោះគាត់បាននិយាយថាផែនដីមានរាងមូលដូចជាបាល់អញ្ចឹងហើយពាក្យថាផែនដីមូលដូចជាបាល់គឺវាផ្ទុយអំពីការអប់រំការទូនមានរបស់មនុស្សនាសម័យកាលនោះព្រោះមនុស្សនាសម័យកាលនោះគេនិយាយថាផែនដីមានរាងសំប៉ែតដូចជាថាមូលនៅកេមសងខាងចំណែកអាខាងលើរៀបដូចជាថាហើយគ្រីស្តុបកូឡុំឯងមកនិយាយស្អីឈួតឡប់តែម្នាក់ឯងថាផែនដីមូលដូចបាល់ស្អីគេចាប់គាត់យកទៅឃុំចង់សម្លាប់គាត់ចោលទៀតណាហើយចុះឥឡូវមកដល់បច្ចុប្បន្ននេះតើមានមនុស្សប្រមាណអ្នកដែលនៅគិតថាផែនដីមានរាងសំប៉ែតដូចជាថាទៀតឥឡូវគិតមើលទៅខ្ញុំនិយាយអំពីគ្រាមភាសាបែរជាចោតខ្ញុំចង់ប្តឹងខ្ញុំទៀតអត់យល់អត្ថន័យរបស់ពាក្យគ្រាមមិនមែនមានន័យថាគ្រាមដូចត្រីងៀតត្រីឆ្អើទេគ្រាមហ្នឹងគឺជាទម្លាប់នឹងคล้ายទៅជាប្រពៃណីនឹងคล้ายទៅជាគ្រាមហើយគ្រាមហ្នឹងវាគឺជាអត្តសញ្ញាណគ្រឹះវាគឺជាមេនៃអត្តសញ្ញាណដែលមិនអាចកែប្រែបានទេដោយដែលខ្ញុំលើកឡើងពីខាងដើមអញ្ចឹងគ្រាន់តែខលេចមកអាហ្នឹងគឺអាហ្នឹងមកឧបមាដូចជាព្រះសង្ឃអញ្ចឹងគ្រាន់តែឃើញស្លៀកពាក់ស្បង់ជីវរមកយើងថាអូនេះជាព្រះសង្ឃហើយយេហេតុម៉េចបានយើងដឹងថាជាព្រះសង្ឃបើយើងមិនទាន់សួរគាត់ផងហ្នឹងយើងមិនទាន់បាននិយាយរកគាត់ផងហ្នឹងហេតុអីក៏យើងដឹងថាជាព្រះសង្ឃដោយសារតែអត្តសញ្ញាណឃើញសម្លៀកបំពាក់ស្បង់ជីវរហ្នឹងយើងសន្និដ្ឋានថាជាព្រះសង្ឃបាត់ហើយឃើញទេអញ្ចឹងនេះស្បង់ជីវរដែលជាអត្តសញ្ញាណណាហ្នឹងគឺជាគ្រាមមិនមែនត្រឹមតែជាប្រពៃណីទេណាវាគ្រាមនេះវាធំជាងប្រពៃណីទៅទៀតអាហ្នឹងសូមយល់ឲ្យច្បាស់ទៅណាវាគឺជាអត្តសញ្ញាណគ្រឹះតែម្ដងអញ្ចឹងសង្ឃឹមថាបងប្អូនយល់ហើយបើសិនជាមិនយល់ទេអាចសួរបានណាហើយបើចង់ប្តឹងខ្ញុំយល់ល្អសរសេរពាក្យប្តឹងតែម្ដងទៅឲ្យវាឃើញថាអូអ្នកបង្រៀនចែករំលែកចំណេះដឹងផ្សព្វផ្សាយគំនិតផ្សព្វផ្សាយចំណេះដឹងមានវាសនាជាប់គុកចំណែកឯអ្នកផ្សព្វផ្សាយស្រាបៀរឃោសនាលបែងអនឡាញអីបែរជាមានវាសនារលុយច្រើនចូលខ្លួន$1000ក្នុងមួយខែខ្ញុំផ្សព្វផ្សាយអក្សរសាស្ត្រអត់មានការ sponsor អត់មានការឧបត្ថម្ភពីណារកចំណូលបានពីការ sponsor ទេប៉ុន្តែអ្នកដែលផ្សព្វផ្សាយស្រាបៀរផ្សព្វផ្សាយអនឡាញសុទ្ធតែរកចំណូលបានមិនខ្ញុំផ្សព្វផ្សាយចំណេះដឹងហ្នឹងអត់ត្រូវចិត្តអ្នកមែនតលតែផ្សព្វផ្សាយស្រាបៀរផ្សព្វផ្សាយល្បែងអនឡាញគេរលុយបាន$1000អាហ្នឹងទៅពេញចិត្តមែនទេចំណែកឯអ្នកដែលផ្សព្វផ្សាយអក្សរសាស្ត្រផ្សព្វផ្សាយចំណេះដឹងគ្មានការឧបត្ថម្ភមកកម្មសេនចំណូលពឹងលើខ្លួនឯងទាំងអស់ចំណាយលើខ្លួនឯងទាំងអស់អាហ្នឹងអត់ពេញចិត្តមែនតែចង់ឲ្យខ្ញុំទៅផ្សព្វផ្សាយស្រាបៀរផ្សព្វផ្សាយល្បែងអនឡាញមែនខ្ញុំសូមបញ្ជាក់ឲ្យច្បាស់បើខ្ញុំផលិត content ផ្សព្វផ្សាយស្រាបៀរខ្ញុំនឹងរកលុយបានខ្ទង់$1000ដែរក្នុងមួយខែហើយផ្សព្វផ្សាយចំណេះដឹងផ្សព្វផ្សាយអក្សរសាស្ត្រហ្នឹងសួរថាតើមានការឧបត្ថម្ភមួយកម្មសេនទេអត់មានទេណាហិរញ្ញវត្ថុសម្រាប់យកមកផលិតវីដេអូផ្សព្វផ្សាយជា content ចែករំលែកជាចំណេះដឹងហ្នឹងគឺពឹងផ្អែកទៅលើការលក់សៀវភៅនេះទាំងស្រុង99.99 គឺពឹងផ្អែកទៅលើការលក់សៀវភៅទាំងស្រុងតើមិនពេញចិត្តមែនចង់ប្តឹងខ្ញុំហ្នឹងអរគុណច្រើនបើចង់ប្តឹងសរសេរពាក្យប្តឹងហ្មងទៅមិនចាំបាច់ត្រឹមតែ mention ឈ្មោះប៉ុណ្ណឹងទេណាសរសេរពាក្យប្តឹងផ្លូវការតែហ្មងទៅស្វាគមន៍ welcome ជួបជាមួយខ្ញុំបាទរេនសកានៅវីដេអូក្រោយបន្តទៀត